បងប្អូនប្រិយមិត្តទូនៅកជនជាទីគោរពក្រោយពីវិធីព័ត៌មាន SB អបផ្សាយមានសេចក្តីបំភ្លឺរបស់ក្រុមហ៊ុនហើយបាទអ្វីដែលការបំភ្លឺនេះគឺក្រុមហ៊ុនបំភ្លឺមិនមែនជារដ្ឋបាលក្រុងបរសេនុឬមួយក៏អាជ្ញាធរទេបាទគឺគេបំភ្លឺថាខ្ជុងដឹកពីឥណ្ឌូនេស៊ីរឿងខ្ជុងដឹកពីឥណ្ឌូនេស៊ីខ្ញុំអត់ថាទេបងប្អូនប្រិយមិត្តជនអ្វីដែលចង់បង្ហាញគឺសាឡង់កប៉ាល់អក្សរថៃបាទបើសិនជាកប៉ាល់របស់ខ្មែរអីខ្មែរសូមមានលិខិតបញ្ជាក់កប៉ាល់របស់ខ្មែរមកឲ្យច្បាស់គ្នាហើយក៏មិនមែនយំរាជមិនមែនអីទេដែរវិធីព័ត៌មានបាទប្រែកាយបងប្អូនប្រិយមិត្តជនបងប្អូនមើលខាងក្រោយដៃខ្ញុំបាទនោះគឺជាសាឡង់មានអក្សររបស់ជនជាតិថៃណាអក្សររបស់ជនជាតិថៃដែលបងប្អូនប្រជានេសាទបានប្រាប់ថាជាសាឡង់របស់ថៃច្បាស់ការណាបងប្អូនមិនជឿមកមើលបាទក៏ប៉ុន្តែរឿងខ្ជុងរឿងអីនោះខ្ញុំអត់ចោទប្រកាន់ទេក៏ប៉ុន្តែចង់សួរថាសាឡង់ដែលមានអក្សរថៃយ៉ាងច្បាស់កន្លែងនោះមានអ្វីសបញ្ជាក់សូមឲ្យមន្ត្រីអាជ្ញាធរធ្វើការបំភ្លឺឲ្យបញ្ចេញលិខិតកប៉ាល់ហ្នឹងមានលិខិតអនុញ្ញាតពីក្រសួងសាធារណការឬមន្ទីរសាធារណការថារបស់ខ្មែរយ៉ាងណាអាហ្នឹងមានប្រាក់លេខដុល្លារនេះម៉ូតូចឹងណាបងប្អូនប៉ុន្តែអ្វីដែលជុំវិញនោះសិតតែថ្មីបាទរបស់ជនជាតិថៃហើយអានេះនៅស្រុកស្ទឹងហៅខេត្តបរសេនុដូចគ្នាទីតាំងមកកន្លែងនេះក៏ដូចគ្នាសិតតែសឡង់របស់ថៃបងប្អូនមើលខាងក្រោយខ្ញុំនេះបាទព័ត៌មានពិតច្បាស់បងប្អូនណាបាទមើលច្បាស់បងប្អូនទាំងអស់គ្នាព័ត៌មានបាទមិនមែនលេងសើចទេបងប្អូនណាបាទសូមឲ្យមន្ត្រីអាជ្ញាធរលោកមើលផងនេះសេចក្តីបំភ្លឺបាទអូយបងប្អូនណាបំភ្លឺអើយបំភ្លឺខ្ញុំដឹងថាក្រុមហ៊ុនបងមានច្បាប់ដឹកជុងថ្មពីខាងសង្ហបុរីប៉ុន្តែសុំឲ្យយកកប៉ាល់ដែលមានអក្សររបស់ថៃបាទដែលគេដឹងថាកប៉ាល់នេះរាប់ទសវត្សរ៍ដែរគឺជារបស់ថៃបាទដឹកនៅនេះកណ្ដាលសមុទ្រនេះណាបាទទាំងនៅក្រុងបរសេនុក៏របស់ថៃទាំងនៅស្ទឹងហៅក៏របស់ថៃហើយសេចក្តីបំភ្លឺរបស់គេនឹងឲ្យជម្រាបសាធារណជនថាខ្ជុងថ្មដឹកពីសង្ហបុរីខ្ជុងថ្មដឹកពីសង្ហបុរីដឹកទៅជំរាបថាអីប៉ុន្តែអ្វីជាកប៉ាល់របស់ថៃសូមឲ្យអាជ្ញាធរពាក់ព័ន្ធធ្វើសេចក្តីបំភ្លឺបញ្ចេញលិខិតនោះឲ្យច្បាស់គ្នាឲ្យប្រជាពលរដ្ឋ17លាននាក់ឲ្យលោកស្ងប់ចិត្តបាទឲ្យទាហានដែលបាត់បង់ជីវិតទាហានដែលលះបង់ឈាមស្រស់ស្បែកស្រស់នោះឲ្យលោកអស់ចិត្តឲ្យប្រជាពលរដ្ឋយើងបានដឹងបានឮផងណាកុំធ្វើលេងឲ្យក្រុមហ៊ុននេះមកបំភ្លឺអាជ្ញាធរពាក់ព័ន្ធត្រូវតែបំភ្លឺឲ្យច្បាស់បាទហើយឲ្យទៅមើលផលិតទាំងអស់គ្នាដើម្បីឲ្យមហាជនដឹងឮបងប្អូនប្រិយមិត្តហើយសូមជម្រាបជូនថាបើមិនអញ្ចឹងទេប្រយ័ត្នណាយមរាជចោះមកនេះប្រហែលជាអាចយកអ្នកខលខូចទៅហើយបាទនេះសើបត់បញ្ជា